Hello everybody, so today bong po on here. So right now welcome to chapter 3. Ela ni son swa kom nan okniaមកកាន់ចំពុក3អញ្ចឹងចំពុក3គេនិយាយអំពី where things are ទីកន្លែង okay where things are នេះគឺគេនិយាយអំពីទីកន្លែងនេះគឺជា phrase វាមិនតាន់ជាប្រយោគទេ okay ហើយក៏វាអត់តាន់មានន័យស្ដាប់បានពេញលេញដែរវាបានតែមកកណាត់ហ្នឹងគេនៅឆ្ងល់ថា where things are ហ្នឹងmake things are ហ្នឹង thing ហ្នឹងនៅណា Okay so right now we'll come to the explanation ឥឡូវចូលមកសេចក្តីពន្យល់ក៏ដូចជានិយាយទ្រុសអំពីមេរៀននេះនៅក្នុងជំពូកហ្នឹង English uses prepositions to talk about where things are. It's important to learn the correct prepositions for different phrases describing locations and directions. នៅក្នុងភាសាអង់គ្លេសយើងប្រើ preposition ដើម្បីនិយាយអំពីទីតាំងនៃរបស់ទាំងឡាយណារបស់ទាំងឡាយណាគឺរបស់ច្រើនព្រោះទីតាំងរបស់ទាំងអស់នោះគឺនៅផ្សេងគ្នាហើយវាសំខាន់ក្នុងការសិក្សានៅថ្នាក់ឬក៏ preposition នោះឲ្យបានត្រឹមត្រូវពីព្រោះតែវាមាន clear ផ្សេងគ្នាដែលបង្ហាញអំពីទីតាំងនិងទិសដៅអូខេបានន័យថា clear ផ្សេងគ្នាយើងប្រើដើម្បីបង្ហាញទីតាំងផងដើម្បីបង្ហាញគោលដៅផងអូខេទិសដៅផង so we have different phrases okay so right now let's move to the next ឥឡូវយើងចូលមកដល់ចំណុចមួយទៀត so come to chapter 3.1 មកដល់ជំពូក 3.1 key language prepositions or place យើងអាចបកប្រែថាថ្នាក់ដែលបញ្ជាក់អំពីទីកន្លែងឬក៏និយាយអំពីទីកន្លែង Many locations must have a particular preposition before them បានន័យថាទីតាំងជាច្រើនត្រូវតែមានថ្នាក់មួយណាច្បាស់លាស់ដាក់នៅពីមុខវាអូខេទីតាំងឬក៏ទីកន្លែងជាច្រើនត្រូវតែមានថ្នាក់មួយឲ្យច្បាស់លាស់ដាក់នៅពីមុខវា Using the wrong preposition can change the meaning of a sentence about where things are អញ្ចឹងការប្រើប្រាស់ preposition ខុសអាចនឹងផ្លាស់ប្ដូរន័យរបស់ប្រយោគមួយហ្នឹងអំពីទីតាំងនៃរបស់អ្វីមួយអូខេមានន័យថាពេលយើងប្រើ preposition ខុសន័យរបស់ប្រយោគហ្នឹងគឺវាខុសគឺវាមិនត្រឹមត្រូវអំពីអ្វីអំពីវត្ថុទាំងឡាយណាដែលវានៅទីតាំងវាហ្នឹងអូខេខុសហ្មងឧទាហរណ៍ឥឡូវ for example I say the man is standing by the sea តែបរិសម្នាក់នោះឈរនៅមាត់សមុទ្របើសិនយើងប្រើ the man is standing in the sea that is wrong the man អត់មែននៅ in the sea ទេអត់នៅក្នុងសមុទ្រទេគឺនៅក្បែរសមុទ្រទេអញ្ចឹងគេថា use wrong preposition can change the meaning of a sentence about where things are អញ្ចឹងគេថាការប្រើប្រាស់ preposition ខុសវាបដូរន័យរបស់ប្រយោគដែលនិយាយអំពីរបស់អ្វីមួយវានៅទីតាំងកន្លែងណាមួយអូខេឥឡូវយើងមើលពាក្យថា by the sea by the sea មានន័យថានៅក្បែរសមុទ្រណាឬក៏នៅមាត់សមុទ្រ by the sea on the coast នៅលើច្រាំងសមុទ្រនេះវាមិនមែនជា beach មិនមែនជាឆ្នេរអីស្អាតទេបើយើងនិយាយថា beach វាមានខ្សាច់ច្រើនយើងបានទាំងលេងយ៉ាងអីច្រើនប៉ុន្តែ on the coast អត់ធំដូច beach ទេអូខេនៅលើច្រាំងសមុទ្រឬក៏នៅលើឆ្នេរក៏បានដែរនេះណាប៉ុន្តែមិនមែនដូច beach ទេមួយទៀត on an island គឺនៅលើកោះ on an island នៅលើកោះមួយអីចឹងទៅoff the coast បានន័យថាដាច់ពីឆ្នេរគឺនៅឆ្ងាយពីឆ្នេរណាអត់នៅជាប់ឆ្នេរទេ off the coast វានៅក្នុងទឹកហើយ next
បន្តមកទៀត in the north នៅខាងជើង and next in the mountain នៅលើភ្នំ in the mountain នៅលើភ្នំណាមិននៅក្នុងភ្នំទេណា in the forest នៅក្នុងព្រៃ in the city នៅក្នុងក្រុង on the river នៅទន្លេ on the river បានន័យថានៅលើទឹកហ្នឹងនៅទឹកនៅលើទូក on the river but in the river ច្បាស់ជានៅក្នុងទឹកហើយ Okay, so now let me read for you one more time. By the sea ក្បែរសមុទ្រឬក៏ក្បែរមាត់សមុទ្រណា On the coast នៅលើច្រាំងសមុទ្រ On an island នៅលើកោះ off the coast នៅដាច់ពីឆ្នេរឬក៏នៅដាច់ពីច្រាំងសមុទ្រ In the north នៅខាងជើងមានន័យថានៅទិសខាងជើង In the mountains នៅលើភ្នំIn the forest នៅក្នុងព្រៃ In the city នៅក្នុងក្រុង On the river នៅលើទឹកទន្លេ Okay thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នាបានស្គាល់ preposition មួយចំនួននៅក្នុងជំពូក 3.1 នេះហើយមុននឹងបញ្ចប់សូមអ្នកទាំងអស់គ្នាកុំភ្លេចស្ដាប់សំឡេងដើម្បីអនុវត្តការបញ្ចេញសំឡេងក៏ដូចជាការស្ដាប់បន្ថែមជាមួយជនជាតិដើមផងដែរ Thank you see you in the next video By the sea On the coast On an island Off the coast In the north In the mountains In the forest In the city On the river Hello everybody so right now we'll come to chapter 3.2 សួស្តីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ជំពូក 3.2 vocabulary compass points and useful phrases អញ្ចឹងនៅក្នុងជំពូកនេះគឺយើងសិក្សាអំពីពាក្យដែលគេសិក្សាផ្ដោតទៅលើ compass points គឺតនិចនៃត្រីវិស័យហើយនឹងclear ដែលមានសារៈសំខាន់ឬក៏ clear ដែល useful ឥឡូវមុននឹងយើងចូលទៅមើលទិសតូចៗយើងមកស្គាល់ទិសធំសិនណា Okay this one north ទិសខាងជើង and then ទិសខាងត្បូង south ទិសខាងត្បូង and then ទិសខាងលិច west ហើយទិសខាងកើត east ដែលទិសនីមួយៗមានអក្សរតាំងរបស់វា north តាំងដោយអក្សរ n south តាំងដោយអក្សរ s west តាំងដោយ w ហើយ east តាំងដោយ e east ទិសខាងកើតណាអូខេ north ខាងជើង south ខាងត្បូង west ខាងលិច east ខាងកើតឥឡូវយើងចូលមកមើលទិសតូច northeast គេហៅភាគឦសានអូខេទិសឦសានក៏បានដែរ northeast អូខេឥឡូវយើងចូលមកទិសមួយទៀត southeast ទិសអាគ្នេយ៍ឬក៏ភាគអាគ្នេយ៍ southwest ទិសនិរតី southwest and the last one northwest មានន័យថាទិសពីយប់ northwest មានន័យថាទិសពីយប់ឥឡូវយើងចូលមកមើលផែនដីរបស់យើង the earth ឬក៏ the globe នេះសញ្ញាព្រួញបុកចូលគ្នា the opposite side of the world ផ្នែកសងខាងនៃពិភពលោក and this one around the world ជុំវិញពិភពលោក
Okay, thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នាចងចាំទិសធំធំ4នឹងសិនអូខេហើយទិសតូចចាំនៅពេលក្រោយប៉ុន្តែសង្ឃឹមថាទិសធំនៅក្នុងភាសាអង់គ្លេសអ្នកទាំងអស់គ្នាចេះ North South West East អូខេហើយមុននឹងបញ្ចប់សូមអ្នកទាំងអស់គ្នា complete ស្ដាប់សំឡេងដើម្បីអនុវត្តការបញ្ចេញសំឡេងក៏ដូចជាការស្ដាប់បន្ថែមជាមួយជនជាតិដើមផងដែរ Thank you see you in the next video North Northeast East Southeast South Southwest West Northwest The opposite side of the world Around the world. Hello everybody, so right now welcome to chapter 3.3 so ស្ដីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ជំពូក 3.3 Read the postcard and fill in the gaps with the correct preposition or place ចូលអ្នកទាំងអស់គ្នាអាន postcard នៅខាងក្រោមហើយបំពេញនៅក្នុងចន្លោះជាមួយនឹងធ្នាក់ឬក៏ preposition ឲ្យបានត្រឹមត្រូវOkay, ឥឡូវយើងមើល postcard ទាំងអស់គ្នាគឺដំបូងគេដាក់ Dear Yasmin, we are having a nice time on the island of Tenerife, which is just blah 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 the African coast. Today we are blah 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 the city of Santa Cruz. Our hotel is blah 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 the coast, which is great because I love being blah 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 the sea love Hannah ថាយើងមានពេលល្អមួយនៅលើកោះ Tenerife ដែល is just African coast ជាឆ្នេរអាហ្វ្រិកអូខេហើយ today ថ្ងៃនេះ we are blah 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 ទីក្រុង Santa Cruz ហើយសន្តាគាររបស់ពួកយើងគឺ blah 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 the coast នៅឆ្នេរwhich is great because we អស្ចារ្យណាស់ពីព្រោះ I love being ខ្ញុំចូលចិត្ត being blah 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 by the sea នៅសមុទ្រ by the sea នៅសមុទ្រអូខេដោយសារអត់បកប្រែពីព្រោះបើបកប្រែយើងដឹងថាជាពាក្យអីនៅក្នុងនេះហើយអញ្ចឹងអ្នកទាំងអស់គ្នាអានហើយបន្ទាប់មកយើងដាក់ preposition នៅក្នុងនេះទៅណា Okay thank you very much see you in the next video Hello everybody, so right now welcome to chapter 3.4 so ស្ដីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកនរគ្នាមកកាន់ជំពូក 3.4 Listen to the audio and answer the questions ចូលអ្នកនរគ្នាស្ដាប់សំឡេងហើយនឹងឆ្លើយសំណួរ Joe and Patsy are on a trip around the world. They introduce themselves to some other travelers. Joe ហើយនិង Patsy គឺកំពុងតែនៅលើដំណើរកម្សាន្តមួយជុំវិញពិភពលោកពួកគេណែនាំខ្លួនរបស់ពួកគេទៅកាន់អ្នកដំណើរដទៃទៀតអូខេឥឡូវយើងមើលឧទាហរណ៍ដែលគេធ្វើឲ្យយើងរួចហើយPatsy នេះ What nationality is Patsy តើ Patsy មានសញ្ជាតិអីអូខេគេដាក់ Scottishគាត់មកពី Scotland អញ្ចឹង Scottish Okay number 1 Where is Rai from តើ Rai មកពីណា India the Indian Ocean South Africa តើគាត់មកពី India ឬក៏មកពីមហាសមុទ្រ India ឬក៏មកពីអាហ្វ្រិកខាងត្បូងNumber 2 Where is the Isle of Skye? Okay, ទី2 Where is the Isle of Skye? ទី2 Where is the Isle of Skye? គេថា Isle of Skye គឺនៅណា Off the coast នៅឆ្ងាយពីច្រាំង on the river នៅលើទន្លេ on the coast នៅលើច្រាំង So which one you listen you hear and you tick មួយណាដែលអ្នកឮអ្នកគ្រិះលើចម្លើយមួយនឹងចុះប៉ុន្តែពាក្យថា Isle of Skye ពាក្យ Isle ក៏យើង
អាចបកប្រែថាជាទីតាំងឬក៏ជាកោះបានអូខេអូខេឥឡូវ move to the next ទៅបន្តមកទៀត Where is England in Manchester Where is England in Manchester អូខេទី3 Where in England is Manchester តើនៅក្នុងប្រទេសអង់គ្លេស Manchester ស្ថិតនៅទិសខាងណា The North Northwest or the West Okay number 4 Where is Tasmania Where is Tasmania Does Tasmania នៅណា East of Australia West of Australia South of Australia Number 5 the last one Who doesn't live on an island តើនរណាអត់រស់នៅលើកោះទី1គឺថា Rai ទី2 Patsy ទី3 Kala Okay thank you very much everybody for your attention អរគុណទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្ដាប់ហើយជ្រើសរើសយកចម្លើយត្រឹមត្រូវ Okay thank you see you in the next video អរគុណជួបគ្នានៅវីដេអូក្រោយ Hi, I'm Joe, and this is Patsy. Hi, I'm Raj. Where are you from? We're from the UK. You're English. I'm English, and Patsy's Scottish. Where are you from, Raj? I'm from Durban in South Africa. That's on the coast, isn't it? Yes, the East Coast, right by the Indian Ocean. Nice. What town are you from, Patsy? I'm from the Isle of Skye. It's a little island off the west coast of Scotland. And you, Joe? I'm from Manchester. It's in the northwest of England. I've heard of it. Football, right? Oh, here's Carla. Carla, meet Joe and Patsy. Hi, Carla. Where are you from? I'm from Tasmania. It's a beautiful island off the south coast of Australia. Nice to meet you. You too. Hello everybody so right now welcome to chapter 3.5 សួស្តីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកនរគ្នាមកកាន់ជំពូក 3.5 Respond to the audio speaking out loud ចូលអ្នកនរគ្នាឆ្លើយតបទៅកាន់សំឡេងហើយនិយាយឲ្យបានលឺឆ្លើយតបទៅកាន់សំឡេងពេលគេនិយាយហើយយើងនិយាយតអូខេអានេះឧទាហរណ៍ទី1គឺធ្វើរួចហើយគេសួរថា What country are you from តើអ្នកមកពីប្រទេសណា I'm from Brazil បើយើងមិនមកពី Brazil យើងមកពីកម្ពុជាយើងថា I'm from Cambodia ពេលគេធ្វើរួចហើយអូខេឥឡូវយើងមើលលំហាត់ទី1 What nationality are you What nationality are you តើអ្នកសញ្ជាតិអីឆ្លើយទៅតាមហ្នឹងណា I'm Cambodian I'm Australian អីចឹងទៅNumber 2 What town do you live in តើអ្នករស់នៅទីក្រុងអី Okay Number 3 Where exactly is your town តើទីក្រុងឬក៏ក្រុងរបស់អ្នកនោះនៅកន្លែងណា Yeah នៅកន្លែងណា Number 4 Do you live on the coast តើអ្នករស់នៅលើច្រាំងសមុទ្រទេឬក៏ឆ្នេរសមុទ្រទេទី5 What's the capital city of your country What's the capital city of your country តើប្រទេសរបស់អ្នកមានរាជធានីអីអូខេរាជធានីឬក្រុងដែលធំ capital city The capital city of Cambodia ស្អីគេអ្នកនរគ្នាដឹងហើយណា Okay thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងស្ដាប់ហើយឆ្លើយតបទៅសំឡេងនោះបានយ៉ាងត្រឹមត្រូវហើយលឺអូខេ
យើងឆ្លើយតែអ្វីដែលយើងជារបស់យើងទៅថា where you from what country are you from I'm from Cambodia what nationality are you I'm Cambodian អីចឹងណា Okay thank you very much everybody for your attention អរគុណចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកនរគ្នានឹងធ្វើលំហាត់នេះបានត្រឹមត្រូវនិយាយយ៉ាងលឺច្បាស់អូខេហើយមុននឹងបញ្ចប់សូមអ្នកនរគ្នា complete ស្ដាប់សំឡេងដើម្បីអនុវត្តការបញ្ចេញសំឡេងក៏ដូចជាការស្ដាប់បន្ថែមជាមួយជនជាតិដើមផងដែរ Thank you see you in the next video What country are you from? I'm from Brazil. What nationality are you? I'm Brazilian. What town do you live in? I live in Santos. Where exactly is your town? It's in the southeast of Brazil. Do you live on the coast? Yes, I live on the east coast. What's the capital city of your country? The capital city of Brazil is Brasilia. Hello everybody so right now welcome to chapter 3.6 សួស្តីបងប្អូនអរគ្នាឥឡូវនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ជំពូក 3.6 Key Language Precise Prepositional Phrase Okay Key Language របស់យើងគឺយើងនិយាយអំពី Prepositional Phrase ឬក៏ Precise Prepositional Phrase គឺ clear ឬក៏ clear ដែលនិយាយអំពីធ្នាក់ដែលបញ្ជាក់ពីទីកន្លែងច្បាស់អូខេអានេះ phrase គឺមានន័យថា clear preposition prepositional គឺជាពាក្យ preposition នឹងឯងគឺជាធ្នាក់នឹងឯងពាក្យថា precise គឺ exactly ឬក៏ accurate ត្រឹមត្រូវអូខេឥឡូវយើងមើលពាក្យនៅទាំងអស់គ្នា right next to គឺនៅក្បែរអូខេ right next to គឺនៅក្បែរNext, in front of នៅខាងមុខ halfway between នៅចន្លោះនៅរវាងអូខេនៅចន្លោះគឺនៅរវាងបើនៅកណ្ដាលគេណាjust to the left of គឺនៅខាងឆ្វេងនៃអូខេបើន័យថានៅខាងឆ្វេងនៃ just to the left ofមួយទៀតនៅខាងឆ្វេងនៃ directly opposite អូខេពាក្យថា directly opposite គឺមានន័យថានៅទល់មុខគ្នាចំផ្លូវកណ្ដាលហ្នឹងកណ្ដាលផ្លូវនៅកណ្ដាលហើយផ្ទះហ្នឹងនៅទល់មុខផ្លូវគ្នាផ្ទះម្ខាងហើយផ្ទះម្ខាងទៀតហ្នឹងគឺនៅទល់មុខគ្នាហើយពាក្យមួយទៀតគឺdiagonally opposite គឺមានន័យថានៅទល់មុខអង្កត់ទ្រូងឬក៏ទល់មុខផ្លូវបើណាឈៀងគ្នាបន្តិចហ្នឹងភាសាខ្មែរយើងថាឈៀងគ្នាបន្តិចហ្នឹងនៅទល់មុខគ្នាតែឈៀងគ្នាបន្តិចអូខេភាសាខ្មែរហ្នឹងOkay thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នាចាំអំពីការប្រើប្រាស់ពាក្យដែលប្រាប់អំពី direction ឬក៏ទិសដៅហើយអ្នកទាំងអស់គ្នាអាចមើលរូបភាពនេះម្ដងទៀតដើម្បីចំណាំមើលពោះរូបមួយចុងក្រោយនេះឬក៏រូប just to the left of ហ្នឹងគឺភាសាខ្មែរយើងបកប្រែថានៅខាងឆ្វេងអូខេនៅខាងឆ្វេងប៉ុន្តែមិនខាងឆ្វេងចំទេវារឿងនៅក្រោយបន្តិចអូខេហើយ diagonally opposite ហ្នឹងក៏នៅទល់មុខគ្នាក៏ប៉ុន្តែទល់មុខគ្នាមិនមែនដូច directly opposite មើលរូបភាពហ្នឹងទៅអូខេOkay thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ក៏ដូចជាចងចាំ prepositional phrase មានចំនួន6នេះ
ហើយមុននឹងបញ្ចប់សូមអ្នកទាំងអស់គ្នា complete ស្ដាប់សំឡេងដើម្បីអនុវត្តការបញ្ចេញសំឡេងទៅកាន់ phrase នីមួយៗនៅក្នុងវីដេអូនេះផងដែរ Thank you see you in the next video Right next to. Halfway between. Directly opposite. In front of. Just to the left of. Diagonally opposite. Okay you see the red house over there yeah next to the tree I think okay and then រូបភាពទី3រូបភាពទី3គឺនៅកដាលក្រែគេហ្នឹងកដាល couch គេហ្នឹងនៅកដាលហើយនៅក្បែរមាត់ទន្លេទៀតណាហើយរូបភាពទី4ចុងក្រោយគេគឺនៅកដាលតូបលក់ខោអាវអូខេមានពាក្យsentence ដែលបញ្ជាក់ឬក៏ describe អំពីរូបភាពហ្នឹង It's on the coast It's on the coast គឺមានន័យថាវានៅលើច្រាំងឬក៏នៅលើមាត់ទន្លេមាត់សមុទ្រណា Okay next to the hospital រួចហើយit's halfway between their two stores halfway between the two stores អូខេយើងមើល store មួយណាគេហៅថា store មិនមែន couch ទេណាអូខេ it's diagonally opposite the castle diagonally opposite the castle អូខេណា castle យើងមើលយើងស្គាល់ប្រាសាទមួយណាប្រាសាទ castle ហ្នឹងណាហើយចុងក្រោយ it's in front of the forest it's in front of the forest នៅមុខព្រៃអូខេយើងមើលទៅហើយ sentence ណាដែលពិពណ៌នាអំពីរូបណាយើងគូពីរូបហ្នឹងមក sentence ហ្នឹងទៅ Okay thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងគូរូបភាពទៅកាន់ sentence ដែលគេនិយាយអំពីរូបភាពហ្នឹងឲ្យបានត្រឹមត្រូវមុននឹងបញ្ចប់សូមអ្នកទាំងអស់គ្នា complete ស្ដាប់សំឡេងដើម្បីអនុវត្តការបញ្ចេញសំឡេងក៏ដូចជាការស្ដាប់បន្ថែមជាមួយនឹងជនជាតិដើម Thank you see you in the next video It's right next to the hospital. It's in front of the forest. It's diagonally opposite the castle. It's on the coast. It's halfway between the two stores. Hello everybody សួស្តីបងប្អូនអរគ្នា So right now welcome to chapter 3.8 ឥឡូវនេះសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ជំពូក 3.8 Read the article and write answers to the questions as full sentences using prepositions of place ចូលបងប្អូនអរគ្នាអាន article នេះហើយសរសេរចម្លើយទៅកាន់សំណួរជាប្រយោគពេញដោយការប្រើប្រាស់ preposition of place ឬក៏ប្រើប្រាស់ធ្នាក់ដែលបញ្ជាក់អំពីទីកន្លែងឥឡូវយើងមើលចំណងជើងគឺថា explore the world មកស្គាល់ពិភពលោក explore the best places to visit this year កន្លែងដែលល្អបំផុតដើម្បីយើងទៅទស្សនានៅឆ្នាំនេះឥឡូវយើងមើលគេដាក់ the city profile Durban okay so now let me read in English ឥឡូវខ្ញុំអានភាសាអង់គ្លេសសិន Durban is one of the largest cities in South Africa It is situated by the bay on the east coast with its mild winter climate
and its location right next to their beautiful beaches, Durban is a surfer's paradise. It is also a magnet for tourists, with several fascinating museums about Durban's history in the city center. Durban hosted the World Cup soccer matches in 2012 and is home to many cultural events like the city annual International Film Festival. International conferences are often held at the new conference center. Durban is the home of Southern Africa's busiest port and a major manufacturing center. There are excellent transportation links to many major cities, including Johannesburg in the north and Cape Town on the west coast. ឥឡូវយើងចូលមកដល់ការសម្រួលជាភាសាខ្មែរគេថា Durban គឺជាទីក្រុងមួយនៅក្នុងចំណោមទីក្រុងធំៗនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងហើយវាមានទីតាំង Durban ហ្នឹងមានទីតាំងនៅបែរឈូងសមុទ្រនៅទិសខាងកើតអូខេឬក៏ក្បែរឈូងសមុទ្រខាងកើតជាមួយនឹងអាកាសធាតុត្រជាក់តិចវាធ្វើឲ្យជាមួយនឹងអាកាសធាតុត្រជាក់តិចនោះហើយថែមទាំងទីកន្លែងរបស់វានោះក៏នៅជាប់នឹងឆ្នេរដ៏ស្រស់ស្អាតជាច្រើននៅទៀតនោះគេធ្វើឲ្យទីក្រុង Durban ហ្នឹងគឺជាឋានសួគ៌នៃអ្នកលេងក្តារស្គីហ្នឹងក្តារជិះលើទឹកហ្នឹងជាឋានសួគ៌របស់ពួកគេគាត់ចូលចិត្តទៅដោយសារតែអាកាសធាតុត្រជាក់តិចហើយ Durban ហ្នឹងក៏ជាកន្លែងមួយដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនដែលទៅទេសនានៅទីនោះហើយពាក្យថា magnet គឺមានន័យថាដែកស្រូបឯណា magnet ហ្នឹង It's also a magnet for tourists magnet អញ្ចឹងយើងអាចបកប្រែថាតាក់ទាញភ្ញៀវទេសចរអញ្ចឹង Durban គឺតាក់ទាញភ្ញៀវទេសចរដោយសារសារមន្ទីរមួយចំនួនដែលជាសារមន្ទីរដែលគួរឲ្យចាប់អារម្មណ៍មែនទែនដែលនិយាយអំពីប្រវត្តិសាស្ត្រទីក្រុង Durban ហ្នឹងនៅក្នុង City Center របស់គេហើយគេថាទីក្រុង Durban ហ្នឹងដែរគឺបានប្រពឬក៏បង្កើត World Cup Soccer គឺក្រុមបាល់ទាត់ប្រកួតកីឡាបាល់ទាត់ World Cup ហ្នឹងនៅក្នុងឆ្នាំ2012ហើយក៏ជាទីកន្លែងដែលឲ្យទីកន្លែងដែលមានវប្បធម៌ឬក៏ព្រឹត្តិការណ៍ដែលនិយាយអំពីវប្បធម៌ជាច្រើនដូចជា Series Annual International Film Festival គឺការប្រារព្ធពិធីfilm ថតខ្សែភាពយន្តអន្តរជាតិជារៀងរាល់ឆ្នាំណានៅក្នុង city ហ្នឹងហើយជា international conference ហើយ international conference គឺការធ្វើសន្និសីទកសែតជាបែបអន្តរជាតិក៏គេធ្វើនៅនឹងដែរហើយគេធ្វើនៅ New Conference Center ជាទីកន្លែងដែលគេធ្វើ conference ហ្នឹងហើយ Durban គឺជាហើយទីក្រុង Durban ហ្នឹងគឺជាទីកន្លែងដែលដាក់ផែដ៏រវល់បំផុតរបស់អាហ្វ្រិកខាងត្បូងហើយក៏ជាមជ្ឈមណ្ឌលផលិតដ៏សំខាន់បំផុតមួយដែរហើយក៏នៅទីនោះក៏មានមធ្យោបាយការដឹកជញ្ជូនភ្ជាប់ទៅជាមួយនឹងទីក្រុងដ៏សំខាន់ជាច្រើនបូករួមទាំងJohannesburg នៅទិសនៅខាងត្បូងនៅទិសខាងជើងហើយនិង Cape Town នៅឆ្នេរខាងលិចអូខេបកស្រាយមកប៉ុណ្ណេះបន្តិចបន្តួចសង្ឃឹមថាអ្នកនរអគ្នានឹងស្ដាប់បានយល់ហើយក៏អាចឆ្លើយសំណួរទៅកាន់សំណួរហើយក៏អាចឆ្លើយចម្លើយទៅកាន់សំណួរនៅខាងក្រោមនេះបានផងដែរអូខេឥឡូវយើងទៅមើលសំណួរទាំងអស់គ្នាឥឡូវគេសួរកន្លែងនេះគឺធ្វើរួចហើយ Which country is the city of Durban in តើ Durban
ជាទីក្រុងនៅក្នុងប្រទេសអីគេគេថា Durban is in South Africa គេថា Durban គឺនៅក្នុងអាហ្វ្រិកខាងត្បូងទីក្រុងរបស់អាហ្វ្រិកខាងត្បូង Number 1 Which ocean is Durban situated by គេថាតើសមុទ្រអីដែលនៅក្បែរទីក្រុង Durban ឬក៏តើទីក្រុង Durban នៅក្បែរសមុទ្រអីទី2យើងអាននៅលើមិញហ្នឹង Which coast is Durban on តើឆ្នេរមួយណាដែលទីក្រុង Durban ហ្នឹងនៅលើហ្នឹងតើទីក្រុង Durban នៅលើឆ្នេរណាអូខេអញ្ចឹងក៏បានដែរ Number 3 How close is the city to the beaches តើទីក្រុងនៅជិតឆ្នេរប៉ុណ្ណាទៅអូខេថាទីក្រុងនៅជិតឆ្នេរមិនទៅ Number 4 Where in Durban can you find museums នៅក្នុងទីក្រុង Durban តើយើងអាចរកសារមន្ទីរនៅឯណាអូខេសារមន្ទីរមានប្រមាណយើងមើលកន្លែងជាទីកន្លែងដែល magnet for tourists ជាទីកន្លែងដែលតាក់ទាញភ្ញៀវទេសចរហ្នឹងគេថា magnet museum គេមានអីគេមាននៅក្នុង city center អូខេយើងកន្លែងនេះយើងអាចរកឃើញហ្នឹងប៉ុន្តែយើងឆ្លើយមកប្រយោគឲ្យពេញឲ្យត្រឹមត្រូវមកណាមិន city center ដូចខ្ញុំថាឯណាទី5 Where is Durban are conferences held តើនៅក្នុងទីក្រុង Durban ហ្នឹង conference ឬក៏ការធ្វើសន្និសីទកសែតគេប្រពនៅកន្លែងណាហើយទី6 Where is South Africa Where in South Africa is Johannesburg នៅក្នុង South Africa តើ Johannesburg នៅណានៅទិសខាងណាអូខេហើយ number 7 Which coast is Cape Town on តើ Cape Town នៅលើឆ្នេរអីគេនៅប្រយោគនៅកញ្ចុងគេបំផុតទាំងអស់ហ្នឹងហើយឆ្លើយប្រយោគពេញមកណាមិនថា on the west coast ទេអូខេយើងត្រូវឆ្លើយឲ្យពេញឆ្លើយនឹងសំណួរនេះឲ្យត្រូវអូខេ thank you very much everybody for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងអានហើយឆ្លើយសំណួរនេះឲ្យបានត្រឹមត្រូវតែចម្លើយរបស់អ្នកទាំងអស់គ្នាគឺត្រូវតែឆ្លើយចម្លើយពេញអត់មានខ្លីតែឧទាហរណ៍ថា which coast is Cape Town on which coast is Cape Town on អត់មានឆ្លើយថា on the west coast អត់ឆ្លើយយ៉ាងទេគឺយើងត្រូវឆ្លើយឲ្យពេញថា Cape Town is on អញ្ចឹងទៅអូខេ Okay thank you very much for your attention អរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានវីដេអូមួយនេះសង្ឃឹមថាអ្នកទាំងអស់គ្នានឹងឆ្លើយទៅកាន់សំណួរនេះឲ្យបានត្រឹមត្រូវ Thank you see you in the next video